មេតុងទីនដែលហាយសូសម្បូររឿងអាស្រូវខាងជំពាក់លុយគេអឿនម៉ូលីកាត្រូវបានចៅក្រមស៊ើបសួរសាលាដំបងរាជធានីភ្នំពេញចេញដោយការឃុំខ្លួនហើយកាលពីថ្ងៃទី18ខែធ្នូឆ្នាំ2022យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BTV អ្នកស្រីអឿនម៉ូលីកាត្រូវបានតុលាការចោទប្រកាន់ពីបទរំលោភលើទំនុកចិត្តមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបានពលគឺពាក់ព័ន្ធទៅនឹងការចេញសាច់ស្អុយប្រមាណជាង$365,000អាមេរិកតាមប្រភពព័ត៌មានបានឲ្យដឹងថាអឿនម៉ូលីកាបានចេញសាច់អត់សាច់ប្រាក់ចំនួន$30,000អាមេរិកទៅឲ្យឈ្មោះសម្ផស្សសូលីដាអ្នកលេងតុងទីនជាមួយគ្នានិងពាក្យបណ្ដឹងទី2អឿនម៉ូលីកាបានចេញសាច់អត់សាច់ប្រាក់ទៅឲ្យឈ្មោះទីចាន់នូចំនួន$65,000ក៏ជាអ្នកលេងតុងទីនដែរដើម្បីយកលុយទៅទិញរថយន្តដោយជនត្រូវចោទបានអះអាងថាខ្ចីមិនដល់1ខែទេនិងប្រគល់ប្រាក់សងវិញគ្រប់ចំនួនតែទីបំផុតចេញសាច់ស្អុយមួយបច្ចុប្បន្នជនត្រូវចោទត្រូវបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារព្រៃសរជាបណ្ដោះអាសន្នកាលពីកន្លងទៅយើងឃើញថាអ្នកស្រីអឿនម៉ូលីកាបានបង្ហាញនូវសម្ភារៈនិយមជាច្រើនជាពិសេសគឺរថយន្តទំនើបហើយចុងក្រោយគឺធ្វើឲ្យមានការភ្ញាក់ផ្អើលខ្លាំងគឺរថយន្ត Mack Ferrari ពណ៌ក្រហមដែលធ្វើឲ្យមានការភ្ញាក់ផ្អើលជាខ្លាំងនៅលើបណ្ដាញសង្គមមុននឹងបាត់បង់ទៅវិញអស់ដោយសារការជំពាក់បំណុល